Hello សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសង្ខេបបែបប្រយុទ្ធរបស់យើងម្ដងទៀតហើយក៏សួស្តីទៅកាន់អ្នកដេកផ្ទះដូចជាខ្ញុំផងដែរហើយក៏សូមជូនពរទៅកាន់អ្នកដែលបានដើរលេងធ្វើដំណើរមកណាប្រកបដោយសុវត្ថិភាពនិងមានភាពរីករាយក្នុងគ្រួសារទាំងអស់គ្នាហើយក៏អរគុណទៅកាន់បងប្រុសម្នាក់ក៏បានឧបត្ថម្ភខ្ញុំចំនួន10សេនជាងមុនចូលដល់វីដេអូសម្រាប់អ្នកមកថ្មីកុំភ្លេចចុច like comment រូបមេដៃតោះយើងបន្តផាត់ថ្មីទាំងអស់គ្នាការបែបផាត់មុនបន្តពី Luffy ក្រោកពីសន្លប់ក៏បាននិយាយឌឺទៅកាន់ Kaido ថាមីចង់តតកាប៉េះគូតរបស់ឯងហើយ Kaido ក៏បាននិយាយថាតើឯងចង់តតកាប៉េះគូតរបស់ខ្ញុំមែនទេព្រាមនោះ Kaido ក៏បានបញ្ចេញថាមពលគាត់យ៉ាងខ្លាំងទោះបីសម្ដីក៏លយផងដែរគាត់ក៏បានប្រាប់ថាបោះបង់ការព្យាយាមរបស់ឯងទៅបើសិនបើឯងគិតថាឯងធ្វើបានជាមួយនឹងកណ្ដាប់ដៃដ៏មានមោទនភាពរបស់ឯងហើយ Kaido ក៏បានបញ្ចេញថាមពលគាត់យ៉ាងខ្លាំងយើងក៏លេមកមើលខាង Big Mom វិញគាត់កំពុងតែធ្វើដំណើរហោះទៅរកកោះនឹងឯងយើងឃើញថា Big Mom កំពុងហោះទៅរកកោះនឹងគាត់មានការខឹងជាខ្លាំងជាមួយនឹង Kid ដែលបានធ្វើឲ្យគាត់នឹងគឺធ្លាក់ទៅក្រោម Big Mom ក៏បាននិយាយថាខ្ញុំនឹងសម្លាប់ឯងAdelachanខ្ញុំគឺមិនអាត្មានិយមខ្លាំងពេកនោះទេប៉ិតប្រកបណាស់ម៉ាបន្ទាប់មកយើងក៏បានឃើញថា Big Mom គាត់យកដៃរបស់គាត់នឹងគឺទៅចាប់ជាមួយនឹងតាគៀរបស់គាត់គឺមិនដឹងថាគាត់នឹងគឺមានបំណងធ្វើអ្វីនោះទេគាត់ក៏បាននឹកឃើញការគាត់ធ្លាក់ពីលើកោះហើយគាត់ក៏បានខឹងខ្លាំងមែនទែនកន្លែងទៅនឹងគឺ Big Mom គាត់បានបង្កើតជាមួយនឹងពពកថ្មីរបស់គាត់ដែលជាពពកស្រីបន្ទាប់ពី Big Mom បានបង្កើតហើយគាត់បានយកពពកស្រីនឹងគឺវាបហាមកកាន់ Kid ជាមួយនឹង Killer ធ្វើឲ្យផ្ទុះទាំងកន្លែងទៅនឹងគឺរំជួយខ្ទេចខ្ទីអស់ហើយដោយសារថាពពករឿងនេះគឺខ្លាំងមែនទែនទោះបីជាន់ក្រោមក៏រំជួយផងដែរខ្ញុំសូមអរនិយាយតាក់ទងជាមួយនឹងជាន់ក្រោមមកទេតែឥឡូវគឺ Kid ជាមួយនឹង Killer រួមទាំង Big Mom ឥឡូវនៅជាន់ក្រោមហើយគឺខ្ញុំមិននិយាយតាក់ទងជាមួយនឹង Kaido ជាមួយនឹង Luffy វិញតែនៅផ្នែកខាងលើកោះ Kaido ក៏បាននិយាយថាតើមានអ្វីគួរអាម៉ាស់ទេបើសិនបើពួកឯងនឹងចូលក្រុមជាមួយយើងពួកយើងទាំងអស់គ្នានឹងគឺនឹងអាចគ្រប់គ្រងពិភពលោកបាន Luffy ក៏បាននិយាយថាចូលក្រុមជាមួយឯងមែនទេខ្ញុំគឺមិនចូលចិត្តជាមួយនឹងឯងនោះទេវាពិតជាគួរឲ្យខ្ពើមមែនតើ Luffy ក៏បាននិយាយថាគាត់គឺចូលចិត្តក្រុមសាមរ៉ាយជាង Luffy ក៏នៅតែបន្តនិយាយថាខ្ញុំនឹងតតកាប៉េះគូរបស់ឯងកន្លែងណាមួយបន្ទាប់ពី Kaido លើពាក្យ Luffy ចង់តែកាប៉េះគូគាត់ច្រើនដងពេកគាត់ក៏បានខឹងបន្ទាប់មកគាត់ក៏បានចេញធម្មពលយ៉ាងខ្លាំងមែនទែនធ្វើឲ្យកន្លែងហ្នឹងគឺពោពេញទៅដោយធម្មពលរបស់គាត់ហើយបបងការព្យាយាមរបស់ឯងទៅយើងក៏លេងមកមើលខាង Luffy ក្តាប់ដែរគាត់ក៏បានសម័យថាកុំធ្វើការផ្ដោតខ្លាំងពេកបន្ទាប់មកយើងក៏បានឃើញលោកតាក៏បាននិយាយថាវាគឺជាធម្មពលខ្លាំងមែនទែនដើម្បី defend ឬក៏ការពារអ្នកដូចជាគ្រឿងសឹកដែលមើលមិនឃើញផងដែរហើយយើងក៏អាចប្រើវាដើម្បីវាលុកក៏បានដែរសិនបើឯងយល់អំពីវាកាន់តែច្បាស់ឬក៏កាន់តែខ្លាំងជាងមុនអាហាគីនេះគឺអាចគ្រប់ដណ្ដប់រាងកាយរបស់អ្នកហើយនឹងធ្វើឲ្យអ្នកហ្នឹងគឺខ្លាំងជាងមុនហើយពេលដែលយើងវាយទៅហាគីនឹងចូលទៅក្នុងរាងកាយសត្រូវហើយបំផ្លាញរាងកាយសត្រូវវេពីក្នុងមកខាងក្រៅវិញហើយការហាត់ប្រើហាគីនេះគឺកុំបង្ខិតបង្ខំខ្លាំងពេកអនុញ្ញាតឲ្យយើងនឹងគឺមិនប្រើហាគីក្នុងរាងកាយរបស់យើងគឺបង្ហូរទៅដៃរបស់យើងនោះទេបន្ទាប់មក Luffy ក៏បានសម័យអំពីការកត់ប៉ាគ្នាជាមួយនឹង Kaido ដោយសារតែការហ្នឹងគឺគាត់វាយ Kaido ហ្នឹងគឺមិនចូលនោះទេហើយ Luffy ក៏បានគិតថាចំណេះដឹងគាត់យល់អំពីហាគីហ្នឹងគឺវារៈកំផែលពេកចឹងហើយបានលើកមុនគាត់វាយ Kaido គឺមិនចូលនោះទេហើយ Luffy ក៏បាននិយាយថាគាត់ក៏បានកត់សម្គាល់រឿងមួយចំនួនពេលគាត់ហ្នឹងក៏បានរងការវាយប្រហារអំពីក្លឹបដ៏មានចរណារបស់គាត់ឥឡូវយើងចប់ការសម័យរបស់ Luffy ហើយឥឡូវយើងកាត់មកខាង Luffy វិញ Luffy ក៏បាននិយាយថាតើអ្នកហ្នឹងគឺបានបញ្ចូលហាគីស្ដីរបស់អ្នកចូលទៅក្នុងការវាយប្រហាររបស់អ្នកត្រឹមត្រូវមែនទេព្រោះឲ្យ Kaido គឺភ្ញាក់ព្រឹកក៏លេងមកមើល Luffy ដោយ Luffy ហ្នឹងក៏បានដឹងអំពីការវាយប្រហាររបស់គាត់ហើយ Kaido ក៏បានញញឹមបន្ទាប់មកគាត់ក៏បានបញ្ចេញហាគីរបស់គាត់ពិតជាខ្លាំងមែនទែនមើលថាអំពរឬគឺក្រហមឆ្អើជុំវិញខ្លត់បាតទៅហើយ Kaido ក៏បានសួរទៅកាន់ Luffy តើឯងហ្នឹងដឹងវាដូចម្ដេចតើនរណាគេហ្នឹងគឺអ្នកជួយឯងតើឯងហ្នឹងគឺអាចធ្វើវាបានដូចជាខ្ញុំដែរឬទេមករ Luffy ដោយថាអំពររបស់គាត់ហ្នឹងគឺខ្លាំងមែនទែនស្រែកវល់វ៉ាបញ្ចេញថាអំពរយ៉ាងខ្លាំងហើយគាត់ក៏បាននិយាយថាមានតែមនុស្សមួយក្តាប់តូចប៉ុណ្ណោះដែលដឹងអំពីការប្រើហាគីនេះឯងអាចធ្វើបានដែរឬទេ Kaido ក៏បាននិយាយទៅកាន់ Luffy ថាតើឯងខ្មោចពាក់កណ្ដាលមែនឃើញថា Kaido ឥឡូវពិតជាខឹងខ្លាំងមែនទែនគាត់ក៏បានធ្វើការរត់វាប្រហារទៅកាន់ Luffy ដោយថាអំពរហើយនឹងកំហឹងនឹងគឺខ្លាំងមែនទែនយើងក៏លេងមកមើលខាង Luffy ឥឡូវគាត់ក៏បានសម័យទៀតហើយក៏តាចារ្យក៏បានប្រាប់ថាឯងគឺគួរតែចងចាំអំពីការវាប្រហារលើកមុនជាមួយនឹង Kaido តែតាចារ្យក៏បានបញ្យល់ទៅកាន់ Luffy ថាអ្នកនឹងគឺមិនអាចវាប្រហារទៅកាន់ Kaido ដោយថាអំពររបស់អ្នកបាននោះទេបន្ទាប់ពី Luffy សម័យមកសបកទៀតហើយបន្ទាប់មកយើងក៏បានដឹងថាឥឡូវ Luffy ក៏បានដឹងអំពីថាអំពរពិតរបស់ខ្លួនឯងហើយដោយថាអំពរពិតរបស់ Luffy ឥឡូវយើងឃើញថាគឺមានផ្កាគឺរយមកពីណាមកពីណីយើងមិនដឹងនោះទេគឺច្រើនខ្លាំងមែនទែនយើងឃើញថាឥឡូវ Luffy ក៏បានយល់ដឹងអំពីថាអំពររបស់គាត់ហើយបន្ទាប់មកយើងក៏បានឃើញថា Kaido ក៏បានវាប្រហារមកកាន់គាត់ប៉ុន្តែឡែកទៅនឹងគឺ Kaido គឺវាប្រហារមកកាន់គាត់ដោយ Luffy នឹងគឺមិនកិច្ចនោះទេត្រង់ការវាប្រហារកន្លែងទៅនឹងយើងឃើញថា Kaido ក៏មានទឹកមុខជឿជាក់មែនទែនប៉ុន្តែឥឡូវមានការភ័យបន្តិចបន្តួចសម្រាប់ Luffy ហើយព្រោះឥឡូវ Luffy ក៏បានយកជើងរបស់គាត់ដើម្បីរងការវាប្រហារដំបងរបស់ Kaido ដោយជើងរបស់គាត់គឺបញ្ចូលជាមួយនឹងហាគីក្នុងធម្មពលថ្មីរបស់គាត់ពិតជាខ្លាំងមែនទែនទប់រងជាមួយនឹង Kaido យ៉ាង easy ហ្មងធ្វើឲ្យ Kaido នឹងគឺស្រែកបើកមាត់ឡើងប៉ុណ្ណាណៃបាត់ទៅហើយដោយសារតែគាត់នឹងគឺភ្ញាក់ផ្អើលជាមួយនឹងធម្មពលរបស់ Luffy ភ្លាមនេះយើងក៏បានឃើញថា Luffy ក៏បាន reflect ខ្លួនកិច្ចពី Kaido បន្ទាប់មកយើងក៏បានឃើញថាគាត់ក៏បានធ្វើការរ
រត់វាបហាតកាន់ខៃដូដោយលបឿនគឺលឿនខ្លាំងមែនទែនពេលនេះយើងក៏បានឃើញថាពួកគេទាំងពីរហ្នឹងក៏ត្រៀមវាបហាគ្នាហើយដោយខៃដូក៏បានយកដបងរបស់គាត់ដើម្បីត្រៀមវាបហាតកាន់លូហ្វីក៏បានយកកណ្ដាប់ដៃរបស់គាត់ដើម្បីរងជាមួយនឹងដបងរបស់ខៃដូផងដែរដោយការប៉ះតកិច្ចពួកគេទាំងពីរនេះយើងក៏បានឃើញថាថាមពលហាក់គៀងក៏បានខ្សែភ្ញៀវវាបីដីពេញទៅនឹងឯងធ្វើឲ្យឡនក៏មានការភ្ញាក់ផ្អើលជាមួយនឹងថាមពលរបស់គេទាំងពីរនាក់នឹងផងដែរតពីលូហ្វីសម័យបានមួយព្រៃឥឡូវគាត់បានថាមពលមកពីណាមិនដឹងទេតែឥឡូវក៏ខ្លាំងមែនទែនក៏បានដើរទៅកាន់ខៃដូធ្វើឲ្យខៃដូនឹងគឺស្រែកឈឺចាប់ខ្លាំងមែនទែនការដើររបស់លូហ្វីលើកនេះយើងឃើញថាខៃដូគឺមិនអាចរងជាប់នោះទេគឺឥឡូវគឺបានប៉ើងបាត់ទៅហើយក៏មានភាពឈឺចាប់ខ្លាំងផងដែរគឺស្រែកចាចតែម្ដងហើយលូហ្វីក៏មិនចាំយូរក៏បានធ្វើការមកសុទ្ធខៃដូមួយដៃទៀតធ្វើឲ្យខៃដូនឹងមួយដៃគឺចេញថាមពលខ្សែឈ្នាពេញទៅនឹងឯងមិនដឹងថាខៃដូគឺមានការឈឺចាប់ខ្លាំងប៉ុណ្ណានោះទេលូហ្វីក៏នៅតែបន្តសាប់ទៅកាន់ខៃដូបន្តទៀតធ្វើឲ្យខៃដូលើនេះគឺត្រូវរបួសខ្លាំងមែនទែនឡើងប៉ើងហោះស្ទួយទៅបាត់ហើយធ្វើឲ្យនៅកន្លែងគេហ្នឹងគឺពោពេញទៅដោយថាមពលរបស់លូហ្វីនឹងឯងគឺចែងចាំងពន្លឺពណ៌មាសពេញទៅនឹងឯងធ្វើឲ្យឡនក៏មានការភ្ញាក់ផ្អើលមែនទែនថាចុះមកនេះខ្លាំងមែនមិញឃើញអន់សោះតែឥឡូវមកខ្លាំងបដ ហើយធ្វើខៃដូនឹងក៏បាសជើងផ្កាទៅក្រោយបាត់ទៅហើយជាមួយនឹងកណ្ដាប់ដៃរបស់លូហ្វីឥឡូវលូហ្វីក៏បានចេះរៀងសង្ហាវិញបាត់ទៅហើយធ្វើឲ្យឡននឹងបើកភ្នែកប៉ិនពងមាន់ស្រឡឹងទៅកាន់លូហ្វីចុះមកនេះខ្លាំងហើយលូហ្វីក៏បាននិយាយថាសូរ៉ូឡមីពិតជាអរគុណខ្លាំងមែនទែនដែលបានការពារមីខេតនឹងខេលើចុះទៅក្រោមបាត់ហើយតើខ្ញុំនឹងយកឈ្នះខៃដូនៅកន្លែងតាណាមួយចំណាគេដេកនេះខៃដូតាអ្វីមុនលូហ្វីដេកឲ្យកចៃគ្នាដេកម្នាក់ម្ដងឥឡូវយើងកាត់មកខាងលូហ្វីឥឡូវគាត់ពងតែមានមោទនភាពជាមួយនឹងខ្លួនឯងខ្លាំងមែនទែនគាត់ក៏បាននិយាយថាប្រាប់អ្នកទាំងអស់គ្នាផងថាបានដើរលេងអត់សម្រាប់ខ្ញុំផងម៉ាំងគីឌីលូហ្វីឥឡូវយើងកាត់មកកន្លែងមកមើលខាងឡវិញឡក៏បានធ្វើដំណើរទៅកាន់សូរ៉ូថាសូរ៉ូគឺងាប់នៅក៏បានធ្វើការដើរទៅមើលសូរ៉ូយើងក៏លេងមកមើលខាងគិតបន្តិចឥឡូវគិតគឺបានជួបរឿងធំហើយក៏បានត្រូវរន្ទះបាញ់របស់ Big Mom គឺរត់មិនរួចនោះទេឥឡូវដោយសារតែ Big Mom គឺខឹងជាមួយនឹងគាត់ខ្លាំងមែនតើ Big Mom ក៏បាននិយាយថាខ្ញុំគឺមិនអាចរត់តាណាទេបន្ទាប់មកក៏បានប្រើមួយពពកញីរបស់គាត់ដើម្បីវាបហាប្រកាន់មកកាន់គិតបន្ទាប់ពីគិតត្រូវរន្ទះបាញ់របស់ Big Mom យើងឃើញថាបពកដែលគិតបានចាប់ឃុំនឹងក៏បានរំដោះខ្លួនដោយជោគជ័យបន្ទាប់មកក៏បានស្រែករោម៉ាម៉ានៅណាម៉ាម៉ានៅណាឥឡូវយើងក៏លេងមកមើល Luffy វិញទោះបីគាត់ផ្ដួលខៃដូបានមែនក៏ប៉ុន្តែគាត់នឹងក៏បានទ្រន់ទ្រាផងដែរប៉ុន្តែខៃដូក៏បានប្រេង Luffy ធ្វើដេកនោះទេដោយសារតែគាត់គឺហត់ខ្លាំងពេកដូចតែ Luffy ប្រេងគាត់ផងដែរខ្ញុំសូមបញ្ចប់វីដេអូហ្នឹងទៅព្រមនឹងសិនដោយសារតែខាងខ្ញុំគឺមានមេឃភ្លៀងសម្រាប់អ្នកមកថ្មីមុនចូលដល់វីដេអូកុំភ្លេចចុច like ខមមិនរួមមេដៃតយើងបន្តផាត់ថ្មីទាំងអស់គ្នាតវាផាត់មុនបន្តពី Luffy វាយខៃដូឲ្យបានដេកហើយឥឡូវខៃដូក៏បានដឹងខ្លួនវិញហើយឡកក៏បានជួយយកសូរ៉ូដើម្បីគេចខ្លួនចេញពីកន្លែងហ្នឹងដោយសារតែសូរ៉ូគឺមិនអាចប្រយុទ្ធទៀតបាននោះទេអូខេអាម៉ាក់តពីពួកគេបានគេចខ្លួនអស់យើងឃើញថាខៃដូឥឡូវក៏បានងើបខ្លួនមកវិញហើយបីជាដំបពុកមកជុតក៏ឡក៏មិនຕົកនៅនេះផងដែរក៏បានបើករួមស្រូបយកទៅទាំងអស់ទុកឲ្យពួកគេទាំងពីរគឺសូឡូវាយគ្នាមួយស្មើហើយ Luffy ជាមួយនឹងខៃដូក៏បានប្រជុំមុខដាក់គ្នាឥឡូវគឺមួយស្មើហើយយើងមើលទៅកាន់មុខ Luffy ឥឡូវគឺមានភាពជឿជាក់ខ្លាំងមែនទែនមើលអាការខៃដូវិញគឺគ្រឿទៅកាន់ Luffy ខ្លាំងមែនទែនក៏បានសមអំពីការ Luffy វាយគាត់ឲ្យបានដួលតពីសមហើយខៃដូក៏បានសៃភ្លេចបិទមាត់ទៀតហើយរួមទាំង Luffy ក៏សៃភ្លេចបិទមាត់ផងដែរពួកគេទាំងពីរហ្នឹងក៏បានធ្វើការវាប្រហារគ្នាដោយខៃដូក៏បាននិយាយថាឯងមើលទៅហាក់ដូចជាសប្បាយជាងមុនណា Luffy ខៃដូបានបន្តនិយាយទៀតថានិភ័យកាន់តែខ្ពស់ស្នាមញញឹមកាន់តែខ្លាំងហើយស្នាមញញឹមកាន់តែធំក៏លេមកមើលខាង Luffy ឥឡូវក៏បានបញ្ចេញហាគីគាត់យ៉ាងខ្លាំងមែនទែនយើងមើលទៅហាគីរបស់គាត់ហាគីថ្មីហ្នឹងគឺខ្លាំងមែនទែនគាត់តែបញ្ចេញមកគឺរន្ទះបាញ់ពេញទៅនឹងឯងធ្វើឲ្យខៃដូគឺសៃបិទមាត់មិនចិត្តនោះទេដោយមិនចាំយូរក៏បានឃើញថា Luffy ក៏បានធ្វើការរត់វាប្រហារទៅកាន់ខៃដូក៏មិនចាំយូរក៏បានធ្វើការរត់មកវាប្រហារពួកគេទាំងពីរហ្នឹងក៏បានធ្វើការម៉ាត់ដៃគ្នាគឺដៃចូលជាមួយនឹងដំបងរំជួយពេញទៅនឹងទីខ្ទីអស់បាត់ទៅហើយកំពុងតែប្រឈមមុខដាក់គ្នាមិនយូរប្រហែលផងយើងក៏បានឃើញថាខៃដូក៏បានសុត Luffy មកដំបងធ្វើឲ្យ Luffy ហ្នឹងក៏បានប៉ាងម្ដងទៀតហើយបន្ទាប់មកក៏មិនចាំយូរក៏បានធ្វើការរត់វាប្រហារមកកាន់ខៃដូបន្តទៀតហើយខៃដូក៏បានលើកដំបងគាត់ដើម្បីវាប្រហារទៅកាន់ Luffy ឥឡូវគឺជើងទល់ជាមួយនឹងដំបងវិញហើយគឺរំជួយពេញកោះទាំងអស់ Luffy ក៏បានគិតក្នុងចិត្តថាសូមឲ្យខ្ញុំនឹងគឺវាយឈ្នះគាត់ទៅលោកអើយឥឡូវខៃដូជាមួយនឹង Luffy កំពុងតែរុញកម្លាំងគ្នាតែណាខ្លាំងជាងដូចជាយើងទាញប្រអញ្ចឹងឯងហើយ Luffy ក៏បានស្រែកថាខៃដូតបពី slash មួយផ្លែឥឡូវយើងបន្តសាច់រឿងរបស់យើងទៀតនៅលើកបន្ទាប់មក Luffy ក៏បានហក់វាប្រហារទៅកាន់ខៃដូដោយខៃដូក៏បានញញឹមរួមទាំង Luffy ដែរញញឹមមើលទៅនៅ party តែបន្ទាប់មកពួកគេក៏បានយកដៃហ្នឹងគឺម៉ាត់ទៅលើដំបងដោយខៃដូគឺដំបង Luffy គឺប្រើដៃគឺរំជួយខ្ទេចខ្ទីដុំថ្មនឹងឯងបន្ទាប់ពីប្រើហាគីរុញគ្នាចុះរុញគ្នាឡើងយើងក៏បានឃើញថាឥឡូវ Luffy ក៏បានប៉ាងហើយប៉ាងមិនទាន់បានប្រហែលវិនាទីផង Luffy ក៏បានធ្វើការរត់មកវាប្រហារមកកាន់ខៃដូបន្តទៀតដោយខៃដូក៏ត្រៀមវាប្រហារទៅកាន់ Luffy ផងដែរ Luffy ក៏បានហក់ទៅខាងលើបន្ទាប់មកក៏បានប្រើជាមួយនឹងក្បាច់កម្មរបស់គាត់ដែលជាក្បាច់ប្រចាំតកូលរបស់គាត់បូកជាមួយនឹងហាគីថ្មីផងដែរក៏បានវាប្រហារទៅកាន់ខៃដូបើយើងក្លែងមើលខាងខៃដូវិញគាត់គឺគ្មានការឈឺចាប់អីបន្តិចនោះទេនិយាយរួមទៅគឺទប់ទល់ដោយ easy ម្ដងតពីគាត់ឲ្យ Luffy ធ្វើទៅខ្សែគាត់ហើយគាត់ក៏បានយកដំបងរបស់គាត់ហ្នឹងមកទៅខាង Luffy វិញបើមួយដំបងរបស់គាត់
ก็ធ្វើឲ្យ Luffy នឹងក៏ប៉ើងមើលអ្វីគេទី2ឈឺដាក់គេទី3វាយម្ដងតបមក Luffy ក៏បានផ្លុំដៃរបស់គាត់បំផោងយ៉ាងធំប៉ប៉ុណ្ណាណៃនឹងឯងបន្ទាប់មកក៏បានបុកជាមួយនឹងហាគីការពារបន្ថែមជាមួយនឹងហាគីថ្មីបន្ថែមទៀតប្រើជាមួយនឹងក្បាញ់កម្មដើម្បីវាផាទៅកាន់ Kaido យើងឃើញថា Kaido លោកនេះគឺបានទប់ទល់ផងដែរយើងឃើញថាថាពលគឺផ្ទុះរំជួយពេញទៅនឹងឯងដោយថាពលក្រហមផងលឿងផងអញ្ញៃពេញទៅនឹងឯងដោយលើកនេះមិនដូចលើកមុនទេយើងបានឃើញថា Kaido ឥឡូវក៏បានគ្រឹះថ្មីហើយដោយគាត់គឺស្ទើរតែទប់ទល់មិនជាប់ជាមួយនឹង Luffy ផងដែរបន្ទាប់ពីស្រែកមកបាន Luffy ក៏បានរុញ Kaido ឲ្យថយក្រោយបន្តិចក្រោយពី Kaido រុញមួយឆ្នាំ Luffy ឥឡូវ Luffy ក៏បានជប់រុញ Kaido ហើយឥឡូវគាត់ក៏បានហត់ផងដែរហត់មិននឹងមកជុំងំ Kaido កំពុងតែអង្គុយ bully មកកាន់គាត់ថាហេឯងមិនញញឹមទៀតទៅហើយ Kaido យើងក៏បានឃើញថាគាត់ក៏បានខ្សែយ៉ាងសប្បាយចិត្តនឹងឯងយើងក៏លើមកខាង Luffy ក៏បាននិយាយថាខ្ញុំមិនបានរីករាយជាមួយនឹងខ្លួនឯងគ្រប់ពេលវេលានោះទេ Kaido ខ្ញុំគ្រាន់តែញញឹមដោយសារតែខ្ញុំនឹងគឺយល់អំពីខ្លួនឯងនិយាយបណ្ដាចំហៀនជើងនឹងក៏បោះសំដៅមករក Kaido ហើយបន្ទាប់មកយើងនឹងធ្វើឲ្យឯងនឹងសប្បាយចិត្តជាខ្លាំងជាមួយនឹងយើងក្រោយពីលេងពាក្យសម្ដីគ្នាមួយព្រៃឥឡូវយើងក៏បានឃើញថាពួកគេក៏បានមាត់គ្នាតទៀតហើយដោយធម្មពលគឺពិតជាសាហាវខ្លាំងមែនតើយើងក៏បានឃើញថាពួកគេកំពុងតែរុញគ្នាទៅវិញទៅមកដោយ Kaido អាងមេធំធ្វើបាបមេតូចក៏បានរុញ Luffy ឈ្នះហើយបន្ទាប់មកក៏បានដាក់ Luffy មួយដំបងធ្វើឲ្យ Luffy នឹងក៏បានប៉ាំងរាប់រយម៉ែត្រទៀតបាត់ទៅហើយក៏ប៉ុន្តែ Luffy តូចតែតូចខ្លឹមប៉ាំងបន្តមកប្រមាណម៉ែត្រផងក៏បានធ្វើការលោតវាប្រហាមកកាន់ Kaido បន្តទៀតដោយប្រើតែមួយនឹងថាពលហាគីថ្មីរបស់គាត់ហក់ម៉ាត់ត្រូវកដាមុខរបស់ Kaido ក៏ប៉ុន្តែ Kaido លោកនេះក៏បាននិយាយឌឺថាតើឯងនេះគឺបន្តព្យាយាមដើម្បីសម្លាប់យើងបន្តទៀតមែនទេវាពិតជាសប្បាយខ្លាំងមែនទែនព្រោះ Luffy នឹងថយក្រោយដើម្បីយកឲ្យឡងម៉ាត់ Kaido មួយជើងទៀតក៏ប៉ុន្តែលើកនេះគឺ Kaido គ្រប់បន្តនៅទេដោយសារតែ Kaido គឺជាបាវសាក់ដែលធ្វើពីថ្មគឺ Luffy ឥឡូវគឺវាយ Kaido មិនឈឺនោះទេបានត្រឹមមកទាត់ផងធាក់ផងធ្វើឲ្យ Kaido ថយក្រោយប៉ុណ្្នឹងហើយដូចជាធ្វើទៅឲ្យ Kaido បានសប្បាយចិត្តអញ្ចឹងឯង Kaido ក៏បាននិយាយឌឺទៅកាន់ Luffy ថាអូវាមានបញ្ហាអ្វីហេតុអ្វីឯងគឺខ្សោយខ្លាំងជាងមុនម្លេះអន់ខ្លាំងមែនទែន Kaido ក៏បានប្រើ IQ របស់គាត់បញ្ឆោតឲ្យ Luffy វាយគាត់កិច្ចបន្តិចបន្តមកដាក់ Luffy មួយដំបងមិនដឹងថាប៉ាងប្រមាណម៉ែត្រនោះទេយើងឃើញថាការស៊ីមួយដំបងរបស់ Kaido លើកនេះគឺមិនដូចពីមុននោះទេឃើញថាបុកជាមួយនឹងដុំថ្មហុយផ្សែងចុះយើងក៏លើមើលខាង Luffy ឥឡូវយើងក៏បានឃើញថាគាត់ក៏បានក្រាបស្ប៉ាបជាមួយនឹងដេបាត់ទៅហើយដោយគ្មានកម្លាំងកំហែងគឺងើបមកវិញនោះទេបន្ទាប់មក Kaido ក៏បានធ្វើដំណើរមករក Luffy បន្ទាប់មកក៏បាននិយាយថាអូវាមិនទៅមិនជាប់នោះទេឥឡូវនេះហើយ Kaido ក៏បានដើរមកដល់ទល់មុខជាមួយនឹង Luffy បន្ទាប់មកក៏បានលើកដំបងគាត់ដាក់ក្បាលរបស់ Luffy ម៉ាំងធ្វើឲ្យ Luffy ហ្នឹងក៏បានហូរឈាមពីក្បាលបាត់ទៅហើយពីដំបង Kaido មិនអស់ចិត្តនោះទេក៏បានថែម Luffy មិនដឹងថាប្រមាណដំបងនោះទេដាក់យកដូចជា Luffy ហ្នឹងគឺជាបាវសាក់អញ្ចឹងឯងគឺ Kaido ពិតជាខឹងទៅកាន់ Luffy ខ្លាំងមែនទែនគាត់វាយបដាគាត់សាយបណ្ដាដែលមានភាពសប្បាយចិត្តជាខ្លាំងដោយសារតែគាត់ហ្នឹងគឺខឹង Luffy ខ្លាំងមែនទែនបន្ទាប់មកក៏បានប្រើជាមួយនឹង Super របស់គាត់ដាក់រងជួយកោះទាំងអស់នឹងឯងបន្ទាប់ពីគាត់វាយ Luffy ហើយឥឡូវយើងមើលឃើញថាគឺ Luffy កំពុងតែក្រាបស្ប៉ាជាមួយនឹងដីបាត់ទៅហើយ Kaido ក៏មានការហត់បន្តិចបន្តួចផងដែរឥឡូវគឺ Luffy គឺគ្មានកម្រើកអីបន្តិចនោះទេហើយ Kaido ក៏បាននិយាយថាចប់ហើយមែនទេ Kaido បានបន្តនិយាយថាក្នុងការបញ្ចប់នេះឯងគឺដល់កំណត់របស់ឯងហើយ Kaido និយាយបន្តប្រមាណផងយើងក៏បានឃើញថា Luffy ក៏បានបញ្ចេញហាគីវាយប្រហារទៅកាន់ Kaido បន្តិចធ្វើឲ្យ Kaido ភ្ញាក់ព្រឹកក៏លេចមកមើល Luffy វិញហើយ Luffy ក៏បានក្តាប់ដៃបញ្ចេញហាគីងើបមកប្រឈមមុខជាមួយនឹង Kaido ធ្វើឲ្យ Kaido មានការភ្ញាក់ព្រឹកចុះនេះអត់ទាន់ងាប់ទៀតបន្តមក Luffy ក៏បានក្រោកឈរក៏បានញញឹមដាក់ទៅកាន់ Kaido យ៉ាងមានភាពជឿជាក់ខ្លាំងមែនទែនបន្តមកធ្វើឲ្យ Kaido មានការភ្ញាក់ផ្អើលបន្តិចបន្ទាប់មកក៏បានញញឹមវិញយ៉ាងមានភាពជឿជាក់ដូចតែគ្នានឹងឯងយើងមើលទៅពេលនេះទៅ Kaido ពិតជាសប្បាយចិត្តយ៉ាងខ្លាំង Kaido បន្តនិយាយថាឯងគឺអាចនៅតែញញឹមបានគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនយើងក៏លើមើលខាង Luffy ឥឡូវក៏មានកម្លាំងទ្រាវេផាទៅកាន់ Kaido ម្ដងទៀតហើយ Kaido ក៏បាននិយាយថាឯងចូលមកអូនយើងនឹងវាយឯងឲ្យចាញ់ហើយចាញ់ម្ដងទៀតហើយចាញ់ម្ដងទៀតធ្វើការស្រែកមកវាបញ្ចេញហាគីសន្ធោសន្ធើត្រៀមវាផាទៅកាន់ Luffy ហើយ Luffy ក៏ត្រៀមវាផាមកកាន់ Kaido ផងដែរឥឡូវនេះគឺធ្វើការប៉ះគ្នាម្ដងទៀតហើយដោយដៃជាមួយនឹងដំបងនិយាយរួមទៅខ្ទេចតែដុំថ្មនឹងឯងនិយាយទៅប្រមាណអាប់សូននេះខ្ទេចតែដុំថ្មឥឡូវគឺវាយគ្នាស្មើដៃវិញហើយឃើញដាក់គ្នាវែងឆ្វេងស្ដាំឆ្វេងពេញទៅនឹងឯងនិយាយរួមទៅគឺវាយគ្នាសាហាវខ្លាំងមែនតើគឺដាក់គ្នាម៉ាត់ឆ្វេងម៉ាត់ស្ដាំពេញទៅនឹងឯងហើយកម្លាំងហាគីវិញគឺសាយភីខ្លាំងមែនតើហើយយើងក៏បានឃើញថា Luffy ក៏មានការស្រែកទៅបញ្ចេញកម្លាំងខ្លាំងផងដែររួមទាំង Kaido ក៏ស្រែកបញ្ចេញកម្លាំងខ្លាំងផងដែរហើយ Luffy ក៏ត្រូវបាន Kaido វាបាត់ដំបងកដាក្បាលហើយក៏បានបាត់ខ្លួនបាត់ទៅក៏មិនដឹងទៅណានោះទេធ្វើឲ្យ Kaido គឺមានការឆ្ងល់ជាខ្លាំងបន្ទាប់ពីកន្លែងស្ងប់ស្ងាត់យើងឃើញថា Kaido ក៏មានការហត់នៅជាខ្លាំងក៏ប៉ុន្តែមិនឃើញ Luffy នៅកន្លែងនឹងនោះទេមិនដឹងថា Luffy នឹងគឺទៅដល់កន្លែងណានោះឡើយហើយ Kaido ក៏បានរត់មកមាត់សមុទ្រក៏បាននិយាយថាអូឯងគឺមិនសង្ឃឹមថាឯងនឹងគឺបោះបង់ការប្រយុទ្ធរបស់ឯងនោះទេយើងសង្ខេបឲ្យខ្លីកន្លែងហ្នឹងគឺ Luffy ក៏បានប៉ើងធ្លាក់ដល់ក្រោមបាត់ទៅហើយគឺធ្លាក់ចូលទៅក្នុងទឹកសមុទ្រក៏ប៉ុន្តែកន្លែងហ្នឹងគឺជាសំណាងល្អដោយសារតែក្រុមរបស់ Law ហ្នឹងកំពុងតែធ្វើដំណើរក្រោមបាតសមុទ្របន្ទាប់មកក៏បានប្រទះឃើញជាមួយនឹង Luffy កំពុងតែលងទឹកនៅក្រោមបាតសមុទ្រនឹងឯងបន្ទាប់មកពួកគេក៏បានជួយសង្គ្រោះ Luffy ទៅប៉ុណ្្នឹងឯងវីដេអូសម្រាប់អ្នកមកថ្មីកុំភ្លេចចុច like comment រូបមេដៃតយើងបន្តផាតថ្មីទាំងអស់គ្នា Let's go ហើយផាតមុន Luffy ក៏បានលងទឹកហើយក្រុមរបស់ Law ក៏បានជួយសង្គ្រោះគាត់បន្ទាប់ពីក្រុមរបស់ Law ជួយសង្គ្រោះគាត់ឥឡូវ Luffy ក៏បានឡើងជិះនាគដើម្បីមកវាប្រហារ Kaido បន្តទៀតហើយបន្ទាប់ពី Luffy បានស្វែងរក Kaido ឃើញហើយបន្ទាប់មកក៏បានប្រើនាគនឹងដើម្បីវាប្រហារទៅកាន់ Kaido ដោយគាត់នឹងក៏បានជិះលើក្បាលនាគត្រៀមវាប្រហារទៅកាន់ Kaido នឹងឯងហើយក៏បានឃើញថា Luffy ក៏បានបើកជាមួយនឹង Gear 4របស់គាត់បន្ទាប់មកក៏បានប្រើកន្លារបស់គាត់នឹងក៏
ទៅជាបរមម្នាក់គឺលុយខ្លាំងមែនតើសាច់ដុំស៊ីផែកហ្មងតែគេទី4នេះមានឈ្មោះថាគឺ Snack Man បន្ទាប់ពី Luffy បានប្រែក្លាហើយក៏បានប្រាប់នាងឲ្យថែម speed ទៀតទៅបន្ទាប់មកក៏បានឃើញថានាងក៏បានរត់អង្លួនខ្លាំងមែនតើហើយ Luffy ក៏បានប្រើជាមួយនឹងក្បាច់កម្មជាមួយនឹងល្បឿនលឿនដើម្បីវាផាទៅកាន់ Kaido ផងដែររួមទាំងជាមួយនឹងកូន Kaido ផងដែរកូន Kaido ក៏ធ្វើដំណើរវាផាទៅកាន់ Kaido យ៉ាងខ្លាំងហើយជ័យធម្មពលគឺសាហាវខ្លាំងមែនតើយើងលើមើលខាង Luffy ក៏បានប្រើជាមួយនឹងក្បាច់មួយដែលមានឈ្មោះថា Check Covering ដើម្បីវាផាទៅកាន់ Kaido ដោយកណ្ដាប់ដៃរបស់គាត់ដែលវាផាទៅយើងឃើញថាគឺវែងខ្លាំងមែនតើគឺបត់ឆ្វេងបត់ស្ដាំដូចរន្ទះចង្អែតហើយក៏មានថាអបោខ្លាំងផងដែរយើងក៏លេងមើលខាងក្រោមកូនរបស់ Kaido ក៏រួមការវាផាជាមួយនឹង Luffy ដើម្បីត្រួតវាយទៅកាន់ឪរបស់ខ្លួនឯងផងដែរយើងក៏បានឃើញថា Luffy ជាមួយនឹងកូន Kaido combo skill គ្នាដើម្បីវាផាទៅកាន់ Kaido ម្នាក់ឯងយើងឃើញថាថាអបោគឺខ្លាំងមែនទេវាផាទៅកាន់ Kaido យើងក៏លេងមើលខាង Kaido ក៏បានយកខ្លួនរបស់គាត់គឺដើម្បីទប់ការវាផារបស់ពួកគេទាំងពីរនាក់ក៏ប៉ុន្តែគឺទប់ទល់សឹងតែមិនជាប់នោះទេដោយសារតែពួកគេនឹងគឺកម្លាំងខ្លាំងពេកណាមួយគឺរួមបំផាមពលជាមួយគ្នាដើម្បីវាផាទៅកាន់ Kaido ទៀត Kaido ទប់ទល់មិនតាមប្រហែលវិនាទីផងយើងក៏បានឃើញថាគឺប៉ើងបាត់ទៅហើយគឺតែដងបុកជាមួយនឹងដុំថ្មនឹងអស់ប្រមាណផ្ទាំងនោះទេក៏ប៉ុន្តែដឹងតែខ្ទេចដុំថ្មអស់លលីងនឹងឯងដែលការវាផារបស់ពួកគេទាំងពីរនាក់ហ្នឹងគឺពិតជាខ្លាំងមែនតើគឺរំជួយទាំងកោះនិយាយរួមទៅគឺកោះទាំងមូលហ្នឹងគឺរំជួយទាំងអស់បាត់ទៅហើយនឹងមានថាមពលហាគីវាផាតាមនឹងជាខ្លាំងបន្ទាប់ពីកន្លែងស្ងប់ស្ងាត់យើងក៏បានឃើញថា Luffy ក៏បានបិទជាមួយនឹង Gear ទី4សម្រាប់ខ្លួនហក់ទៅទុំលើក្បាលរបស់នាងហើយកូនរបស់ Kaido ក៏បានកលេចមើលមកកាន់ Luffy ថាស្អីគេហ្នឹងហើយនាងក៏បាននិយាយថា Hey Luffy យេហើយ Luffy ក៏បានឆ្លើយថាអូយ៉ាម៉ូតូតើនាងហ្នឹងគឺជួយខ្ញុំហ្នឹងគឺវាយ Kaido ឲ្យប៉ើងមែនទេមិញហ្នឹងអូខ្ញុំពិតជាអរគុណទៅកាន់នាងខ្លាំងមែនទែនយ៉ាម៉ូតូក៏បាននិយាយថាខ្ញុំពិតជាមានអារម្មណ៍ថាធូរស្រាលខ្លាំងមែនទែនខ្ញុំកំពុងតែរងចាំអ្នក Sorry ផងដោយសារតែខ្ញុំយឺតពីព្រោះតែខ្ញុំគឺរវល់តែញ៉ាំតោះមកយើងក៏បានឃើញថានាងដែល Luffy កំពុងតែជិះហ្នឹងក៏បានចោះចតហើយដោយសារតែវាហោះយូរពេកវាហត់វាហើយអ្នក Poppy វាបាននិយាយថាទីបំផុតវាបានធ្វើវាបានជោគជ័យហើយវានឹងគឺចោះចតឬកំពុងតែឈរនឹងឯងហើយយ៉ាម៉ូតូពិតជាមានការឆ្ងល់ជាមួយនឹងអានាង Poppy នឹងខ្លាំងមែនទែននាងក៏បាននិយាយថានាង Poppy អូគេហ្នឹងកុំប្រាប់ថាឯងគឺជាមិនទាន់បាននិយាយផង Kaido ក៏បានភ្ញាក់ឡើងរំជួយទីកន្លែងហ្នឹងម្ដងទៀតហើយបន្ទាប់មកពួកគេទាំង3នាក់គឺមានការភ្ញាក់ផ្អើលផងដែរហើយ Kaido លោកនេះក៏បានចេញជាមួយនឹងកញ្ញាំជើងវល់ឡើងធំបន្ទាប់មកយើងក៏បានឃើញថាឥឡូវក៏បានប្រែកន្លែងគាត់នឹងគឺជាទីជំនាញបាត់ទៅហើយ Kaido ក៏បានងើបមកប្រឈមមុខជាមួយនឹងនាង Poppy ហើយក៏បាននិយាយថាតើឯងហ្នឹងគឺគួរតែធ្វើនៅអំរាយយើងដែរឬទេបន្ទាប់មកក៏បានកលេចទៅលើក្បាលរបស់នាងបន្ទាប់ក៏បាន Luffy ក៏បានឆ្លើយថា Luffy ហើយ Luffy ក៏បានឆ្លើយថាហេខ្ញុំគឺមិនអាចស្លាប់នោះទេព្រោះ Kaido នឹងមានការភ្ញាក់ផ្អើលបន្តិចបន្តួចផងដែរបន្ទាប់មក Luffy ក៏បាននិយាយទៅកាន់ Kaido ទៀតថាខ្ញុំគឺជាម្នាក់នឹងខ្លាចទៅជាសាច់ចោលសមុទ្រនៅពេលអនាគតអីហ្នឹងហើយ Kaido ក៏បាននិយាយតបទៅវិញថាឯងគឺកុំអួតខ្លាំងពេកអី Luffy ចំណប់ One Piece គឺជារបស់ខ្ញុំតែម្នាក់នោះទេបន្ទាប់មក Luffy ជាមួយនឹងនាង Poppy ក៏ត្រៀមវាប្រហែលទៅកាន់ Kaido ហើយ Kaido ក៏បានសួរថាតើនាង Poppy ហ្នឹងឯងគឺជាអ្នកណាហើយអ្វីបានជាឯងហ្នឹងគឺទៅជួយ Luffy អញ្ចឹងប្រាប់ឈ្មោះរបស់ឯងមកប៉ុន្តែនាង Poppy ក៏មិនព្រមប្រាប់ឈ្មោះនោះទេហើយ Kaido ក៏បានសន្លត់ថាតើឯងគឺជាអ្នកណាឯងគឺជាអ្នកណាធ្វើឲ្យនាង Poppy ហ្នឹងវាមានការភ្ញាក់ផ្អើលហើយនឹងភ័យខ្លាចជាមួយនឹង Kaido ជាខ្លាំងព្រោះថា Kaido ក៏ធ្លាប់បានធ្វើបាបគាត់ពីក្មេងអញ្ចឹងហើយគាត់គឺមិនសូវហ៊ានជាមួយនឹង Kaido នោះទេលើនាង Poppy វាខ្លាចហើយហ៊ានប្រាប់ឈ្មោះទៅកាន់ Kaido ហើយមានឈ្មោះថា Kusaki Momonosuke ហើយនៅពីលើខ្នងរបស់ខ្ញុំនោះគឺជា Luffy ហើយ Momonosuke ក៏បាននិយាយថានាងពណ៌ផ្កាឈូកហ្នឹងគឺមិនស្គាល់អំពីអត្តសញ្ញាណនោះទេប៉ុន្តែនៅទីនេះគឺការសង្ស័យនោះទេវាគឺមានការប្រយុទ្ធគ្នាចំនួន4នាក់និយាយរួមទៅឥឡូវអ្នកពណ៌ភៀងហ្នឹងឥឡូវវាក្លាហានហ៊ានចូលរួមការប្រយុទ្ធដែរហើយ Kaido ក៏បាននិយាយថាតើខ្ញុំគួរ surprise មិនតើឯងហ្នឹងគឺជាបរិមម្នាក់ដែលក្លាហានកំណាចនោះមិនមែននិយាយរួមទៅចង់និយាយសម្ដៅទៅកាន់នាងពណ៌ភៀងនឹងឯងគឺជា Kosuke Oden ប៉ុន្តែនៅលើពិភពលោកនេះវាមិនគ្រប់គ្រាន់ទេសម្រាប់នាងដ៏ធំពីរ Kaido ចង់និយាយថានៅលើពិភពលោកមានតែវាម្នាក់នោះទេបើសិនមានពីរវានឹងខៀលចោលមួយតោះពីនិយាយគ្នាបានមកសន្ទុះឥឡូវ Kaido ក៏ត្រៀមវាប្រហារទៅកាន់ពួកគេទាំងអស់គ្នានឹងហើយដល់បញ្ចេញជាមួយនឹងថាមពលព្រុសចេញពីមាត់គាត់គឺថាមពលភ្លើងនឹងឯងហើយអ្នកពណ៌ផ្កាឈូកមានការភ្ញាក់ផ្អើលខ្លាំងមែនទេបាននិយាយថាដង្ហើមភ្លើងមែនទេបន្ទាប់មក Luffy ថាឲ្យឯងធ្វើអ្វីមួយទៅឥឡូវ Luffy កំពុងតែដាក់ក្បាលរបស់ Momo ឲ្យលោក Momo ហ្នឹងគឺចេះប្រើដង្ហើមនឹងគេទៅក៏មើលអន់ពេកជាគឺថានៅលើកម្ពូលគាត់ឥឡូវមានថាមពលខ្លាំងមែនទេហើយ Momo ក៏បាននិយាយថាគំរូជាមួយចំនួនគឺមិនអាចប្រើជាមួយនឹងដង្ហើមភ្លើងនោះបាននោះទេហើយ Kaido ក៏បានប្រើជាមួយនឹងក្បាច់ Plastic ដើម្បីវាប្រហារទៅកាន់ពួកគេបន្ទាប់មកក៏បានហោះឡើងទៅលើមេឃបញ្ចេញថាមពលបាញ់ទៅរកពួកគេតាំងពីអ្នកនឹងឯងប៉ុន្តែ Momo គឺអាច teleport ខ្លួនគេចបានឬក៏ហោះគេចបាននឹងឯងការវាប្រហាររបស់ Kaido ទាំងអស់ហ្នឹងយើងឃើញថា Momo នឹងគឺអាចហោះគេចបានយ៉ាង easy ហ្មងធ្វើឲ្យ Kaido នឹងមានការគ្រឿជាមួយនឹង Momo ជាខ្លាំងបន្ទាប់មកក៏ក្បែរបង្ហាញខ្លួនរបស់គាត់គឺនៅលើមេឃឥឡូវយើងបានឃើញថា Momo ឥឡូវគឺអស់ភាពក្លាហានហើយគាត់បាននិយាយថាខ្ញុំគឺមកនៅទីនេះគឺដើម្បីប្រយុទ្ធនោះទេឥឡូវនេះពណ៌ភៀងបានបែកញើសប៉ាន់គ្រាប់ពោលហើយបញ្ចភ័យខ្លាចជាមួយនឹង Kaido ខ្លាំងមែនទេ Luffy ក៏បាននិយាយថា Hey Momo ឯងឆាប់វាយវាទៅលឿនវាយ Kaido ទៅលឿនតមកនេះពណ៌ភៀងក៏បានហោះបន្តិចហើយ Luffy ក៏បានបើកជាមួយនឹង Geazi របស់គាត់ត្រៀមវាផានទៅកាន់ Kaido ហើយជាមួយនឹងនាគផងដែរក៏ប៉ុន្តែនាគហ្នឹងគឺមិនវាយនោះទេដោយសារតែខ្លាចខ្លាំងពេកហើយ Luffy ក៏បានហោះយ៉ាងខ្ពស់ប្រើជាមួយនឹងក្បាច់ដៃពិតប៉ោងរបស់គាត់ដើម្បីវាផានទៅកាន់ Kaido ហើយជាមួយនឹងក្បាច់កាមផងដែរជាមួយនឹងហាគីការពារដើម្បីវាផានទៅកាន់ Kaido ទាំងអស់តែក្បាច់មួយហ្នឹងមានឈ្មោះថា Elephant Gun តមក Luffy ក៏បានម៉ាត់ចងកណ្ដាលក្បាលរបស់ Kaido ធ្វើឲ្យ Kaido គឺមិនអាចទប់ទល់ជាប់នោះទេក៏បានធ្លាក់ទៅក្រោមកប់ជាមួយនឹងដីហើយផ្សែងជុកបាត់ទៅហើយធ្វើឲ្យអ្នកពណ៌ភៀង
ជាមួយនឹងកូនខៃដូប្រជាមានការភ្ញាក់ផ្អើលជាមួយនឹង Luffy ខ្លាំងមែនទែនត្រឹមតែម្ដាយសោះគឺអាចដួលខៃដូឲ្យកប់ចូលក្នុងដីសិនបានកប់ចូលក្នុងដីមិនយូរប្រហែលផងយើងក៏បានឃើញថាខៃដូឥឡូវក៏បានរំដោះខ្លួនចេញមកវិញហើយខៃដូក៏បានធ្វើដំណើរហោះទៅលើមេឃក៏ប៉ុន្តែម៉ូម៉ូក៏បានធ្វើដំណើរហោះជាមួយផងដែរដោយសារតែគាត់ខឹងមានភាពក្លាហានដើម្បីវាយប្រហារទៅកាន់ខៃដូហើយឥឡូវយើងក៏បានឃើញថាមានអ្នកពីរហោះប្រតិសិនគ្នាជុំវិញនឹងឯបន្ទាប់មកម៉ូម៉ូក៏បានធ្វើការខាំខៃដូធ្វើឲ្យខៃដូក៏មានការឈឺចាប់បន្តិចបន្តួចផងដែរហើយខៃដូក៏បានក្លេកមើលម៉ូម៉ូចូលមកនេះខំអញទៅវើយម៉ូម៉ូក៏បានសមោសម័យហៀទឹកភ្នែកក្លែកខ្លាក់ដែលថាតែកាលពីមុនខៃដូធ្លាប់បានធ្វើបាបគាត់បន្ទាប់មកខៃដូក៏បានងើបមកវិញថាអូតើឯងកំពុងតែធ្វើអ្វីនៅឡើយទៅហ្នឹងអូបងខំអត់មើលចិញ្ចៀមទៀតឥឡូវនេះហើយខៃដូក៏បាននិយាយមើលងាយទៅកាន់ម៉ូម៉ូថាឯងគ្រាន់តែជាអាយ៉ងតែប៉ុណ្ណោះនឹងឯងបន្ទាប់មកខៃដូក៏បានបញ្ចេញជាមួយនឹងធម្មពលរបស់គាត់ក៏បាននិយាយថាឯងកុំវាប្រហារយើងទៀតអីយើងក៏លើមើលនេះកំសត់ពពីឥឡូវក៏បានស្រត់ទឹកភ្នែកលហេមលហើយក៏បាននិយាយថាខ្ញុំគឺមិនមែនអាយ៉ងនោះទេហើយគាត់ក៏បាននិយាយថាខ្ញុំគឺមិនអាចដោះលែងអ្នកឬក៏អធិស្ឋានឲ្យអ្នកបាននោះទេដោយសារតែអ្នកហ្នឹងគឺធ្លាប់ធ្វើបាបខ្ញុំខ្លាំងមែនតើអ្នកពពីក៏បាននិយាយថាឯងហ្នឹងគឺបានរញ៉ៃប្រទេសវ៉ាណូរបស់ខ្ញុំបើសិនបើឯងមិនរញ៉ៃប្រទេសរបស់ខ្ញុំនោះទេប៉ារបស់ខ្ញុំម៉ារបស់ខ្ញុំគាត់គឺមិនស្លាប់នោះទេនិយាយព្រាមខឹងភ្លាមហើយអ្នកពពីក៏នៅតែបន្តវាប្រហារទៅកាន់ខៃដូដោយខំគ្នាហ្នឹងគឺប្រតិសិទ្ធញ៉ៃខ្លាំងមែនតើខៃដូក៏បាននិយាយថាខ្ញុំសួរឯងតើឯងកំពុងតែធ្វើអ្វីបន្ទាប់មកខៃដូក៏បាននិយាយបដាគាត់បញ្ជាជាមួយនឹងថាអំពលខ្លាំងរបស់គាត់បណ្ដើយើងលេងមើលកូនរបស់ខៃដូពិតជាមានការបារម្ភយ៉ាងខ្លាំងគាត់ក៏បាននិយាយថា Get away ម៉ូម៉ូនូសាកេហើយខៃដូបញ្ចេញជាមួយនឹងថាអំពល Blast Spring របស់គាត់ដើម្បីវាប្រហារទៅកាន់ម៉ូម៉ូសាកេក៏ប៉ុន្តែព្រាមនេះក៏បានឃើញថា Luffy ក៏បានចូលមកជួយដោយគាត់នឹងក៏បានមាត់ទៅកាន់ក្បាលរបស់ខៃដូមកដៃធ្វើឲ្យការវាប្រហាររបស់ខៃដូក៏បាន fail បាត់ទៅហើយម៉ូម៉ូក៏នៅតែបន្តខាំទៀតហើយគាត់ក៏បានបន្លែងហើយ Luffy ក៏បានដាក់មកដៃឡើងប៉ើងបាត់ទៅហើយខៃដូឥឡូវយើងក៏បានឃើញថាខៃដូកំពុងតែដេកស្វាបាត់ទៅហើយពួកគេទាំង3នាក់នឹងពិតជាមានការសប្បាយចិត្តជាខ្លាំងហើយ Luffy ក៏បានស្រែកប្រាប់ទៅម៉ូម៉ូថាខ្ញុំគឺបានវាយខៃដូណាម៉ូម៉ូសាកេហើយវីដេអូសូមស្រេចតែប៉ុណ្្នឹងសិនពិតជាអរគុណទៅកាន់បងខ្លាំងមែនតើដែលបានឧបត្ថម្ភមកកាន់ខ្ញុំមិនថាតិចឬក៏ច្រើនក្តីក៏ពិតជាអរគុណខ្លាំងមែនតើដល់วันនេះគិតថាចង់ donate ឲ្យខ្ញុំអាច scan តាមនឹងបានក្នុងឱកាសឆ្លងឆ្នាំទាំងអស់គ្នាពិតជា happy ខ្លាំងមែនតើឆ្នាំហ្នឹងបាយ